bạn ở nhà cơ độc trực số phục mai bóng bộ là tam tán tesna channel YouTube một từng ở khniên nghĩa mộng mơ poramin chia được bao dương vinh sum đạch bảo thập ở đây hôn mà nét chỉ môi nângประเทศรัสเซียเวียดนามកម្ពុជាវៀតណាមនៅតែបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតប្រសើរឡើងសម្រាប់បងប្អូនដែលចង់តាមដានព័ត៌មានបន្តសូមកុំភ្លេចជួយ Subscribe Channel YouTube ពមូលម្នាក់មួយដើម្បីបន្តបានព័ត៌មានថ្មីៗបាទទីក្រុងហាណូយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាកាលពីរសៀលថ្ងៃទី8ខែមិថុនាឆ្នាំ2026បានអញ្ជើញជួបសម្ដែងការគួសមនិងពិភាក្សាការងារជាមួយនឹងលោកជិនថាន់មីនប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនិងចូលរួមវេទិកាអនាគតអាស៊ានលើកទី3ដែលប្រព្រឹត្តនៅថ្ងៃទី8ទី9ខែមិថុនាឆ្នាំ2026នៅរដ្ឋធានីហាណូយក្នុងឱកាសនៃការជួបលោកប្រធានរដ្ឋសភាបានសម្ដែងនៅការវិតម្លៃខ្ពស់បំផុតចំពោះការអភិវឌ្ឍប្រកបដោយធម្មវន្តនិងការសម្រេចបាននៅសមិទ្ធផលជាច្រើនរបស់កម្ពុជាលើគ្រប់វិស័យនិងជឿជាក់ថាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតកម្ពុជានឹងបន្តសម្រេចបាននូវលទ្ធផលជោគជ័យនិងការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកប្រធានរដ្ឋសភាវៀតណាមក៏បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាសម្ដៅដល់បន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់រួមមានសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគនយោបាយសន្តិសុខនិងការការពារជាតិអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរវប្បធម៌និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសចំណុចតភ្ជាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិតនិងគម្រោងផ្លូវល្បឿនលឿនហូជីមិញបុកប៉ៃការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹកព្រមទាំងការពង្រីកជើងហោះហើរបន្ថែមទៀតរវាងប្រទេសទាំងពីរមុននឹងបញ្ចប់សម្ដេចបវរធិបតីនិងលោកប្រធានរដ្ឋសភាវៀតណាមបានឯកភាពគ្នាថាប្រទេសទាំងពីរនៅតែមានសក្តានុពលនិងការលានុវត្តភាពជាច្រើនទៀតដែលអាចបំពេញឲ្យគ្នានិងនាំគ្នាគ្រប់គ្រងទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មនិងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសជាតិទាំងពីរទៅវិញទៅមកបានគណៈពេលដែលចំណងមិត្តភាពរបស់កម្ពុជាវៀតណាមកំពុងតែស្អិតរមួតនិងកំពុងតែគៀកដៃគ្នាដើរទៅរកភាពនៃភាពរីកចម្រើនយើងងាកមកមើលខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាថៃវិញគណៈពេលនេះផងដែររដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាច្រានចោលការផ្សព្វផ្សាយមិនពិតរបស់ភាគីថៃនិងអំពាវនាវឲ្យរក្សាសន្តិភាពតាមបន្ទាត់ព្រំដែនបាទរាជធានីភ្នំពេញស្របពេលព័ត៌មាននិងបុគ្គលមួយចំនួននៃប្រទេសថៃបានផ្សព្វផ្សាយព័ត៌មានចោទកម្ពុជាថាបង្កើតកម្លាំងយោធានៅតាមបន្ទាត់ព្រំដែនរដ្ឋមន្ត្រីការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី9ខែមិថុនាឆ្នាំ2026ប្រកាសបដិសេធព្រមទាំងអះអាងថាកម្ពុជានៅតែប្រកាន់ភ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធីគោរពតាមកិច្ចព្រមព្រៀងនិងយន្តការដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកតាមរយៈទំព័រ Facebook ផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិលើកឡើងថាកម្ពុជានៅតែគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរាជធានីនៅក្នុងប្រទេសរាជធានីកូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025ព្រមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025និងយន្តការនានាដែលមានស្រាប់សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរជាមួយគ្នានេះដែរជាមួយគ្នានឹងការប្រឈមមុខការពារជាតិកម្ពុជា
បានបង្ហាញសេចក្តីសង្ឃឹមថាភាគីទាំងពីរគឺថៃកម្ពុជានឹងអាចដោះស្រាយបញ្ហាដោយសន្តិវិធីនិងបញ្ជៀសឲ្យបានជាដាច់ខាតនៅការប្រើប្រាស់កងកម្លាំងយោធាការបញ្ជាក់នេះស្របទៅនឹងជំហរដែលមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់កម្ពុជាបានលើកឡើងជាបន្តបន្ទាប់ពីការដោះស្រាយបញ្ហាព្រំដែននិងការវិវាទនានាគួរតែធ្វើតាមការចរចាយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាជាងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនេះបញ្ជាក់ឲ្យឃើញថាកម្ពុជានៅតែរក្សាជំហរសន្តិភាពដោះស្រាយដោយសន្តិវិធីដោយប្រើប្រាស់ច្បាប់និងបច្ចេកទេសនានាជៀសវាងការប្រើប្រាស់កងកម្លាំងផ្ទុយពីក្រមជ្រុលនិយមក៏ដូចជាទាហានថៃដែលតែងតែចោទប្រកាន់និងលាបពណ៌មកលើកម្ពុជាហើយនឹងប្រើប្រាស់ល្បិចកលផ្សេងដើម្បីចោទប្រកាន់និងទម្លាក់កំហុសមកលើកម្ពុជាយើងបាទបងប្អូនព័ត៌មានថ្ងៃនេះមានតែប៉ុណ្ណឹងសូមរងចាំទស្សនាព័ត៌មានបន្តទៀតនៅពេលរសៀលសូមកុំភ្លេចជួយ like និងជួយ share និង subscribe channel YouTube 6ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗបាទសូមអរគុណ